នេះពិតជាមួយក្នុងចំណោមភាពយន្តក្បាច់គុនចិនល្អដៃដ៏រឹងមាំមួយគូនិងត្រចៀកស្ដាប់មួយគូដោកខ្យល់គ្រឿងសឹកលូឡានមួយគូថាវិការរបស់ក្រសួងមានត្រឹមតែមួយលានប៉ុណ្ណោះខ្សែភាពយន្តនេះរកចំណូលបានជាង100លានដុល្លារចូលយើងនិយាយអំពីផលប៉ះពាល់ជាមួយគ្នាចូលយើងក្រឡេកមើលកំពូលនៃសិល្បៈក្បាច់គុននេះការងាររបស់គាត់គឺក្រអឺតក្រទុំនិងមិនគោរពគាត់ជាអ្នកធ្វើដំណើរតែម្នាក់ឯងអ្នកនិពន្ធរឿងខ្មោចបានឆ្លងកាត់នៅថ្ងៃនោះហាងស្រាមួយកន្លែងពោពេញទៅដោយក្លិនក្រអូបដ៏សម្បូរបែបនៃស្រាបានតាក់ទាញចិត្តណាស់ឆ្នាំមួយដើម្បីបំពេញចំណងរបស់អ្នកម្ចាស់ហាងស្រីនោះបាននិយាយថានាងនឹងមិនលក់វាទេថ្ងៃនេះជាថ្ងៃរៀបការរបស់គាត់ភេសជ្ជៈមានជាតិអាល់កុលគឺសម្រាប់តែការកំសាន្តជាបន្ទាមួយក្បាលបានរអ៊ូតមដាក់បណ្ដាសាសំណាងអាក្រក់ហៀបនឹងចាក់ចេញពីក្មេងស្រីនោះប៉ុន្តែដោយដែលពួកគេនិយាយអញ្ចឹងនៅពេលដែលអ្នកមកដល់អ្នកគឺជាភ្ញៀវហើយពួកគេអញ្ជើញអ្នកបង្គាមកចូលរួមពិធីមង្គលការខ្ញុំមិនផឹកស្រារបស់អ្នកដោយឥតគិតថ្លៃទេទោះបីជាយើងមិនមែនជាសាច់ញាតិក៏ដោយទុកតម្លៃស្រាជាប្រាក់អំណោយរបស់ខ្ញុំជួយខ្ញុំចង់លុយអំណោយទៅនឹងសេះមិនចាំបាច់ទេមនុស្សគ្រប់គ្នាអាចផឹកភេសជ្ជៈអបអរសាទរបានយ៉ាងហោចណាស់យើងគួរតែនិយាយអ្វីដែលល្អមួយចុះខ្ញុំសូមក្រាបថ្វាយបង្គំអ្នកវិញបង្គាតូចគាត់នៅឆ្ងាយពីគេហើយមិនសូវពូកែនិយាយទេការនាំចេញមានអារម្មណ៍ព្រៃផ្សៃជាសំណាងល្អក្មេងស្រីនោះមានការប្រុងប្រយ័ត្នខ្ញុំមិនបានយកវាមកពិចារណាទេកូនកំឡោះមកដល់ហើយអ្នកភូមិពួកគេបានប្រមូលផ្ដុំគ្នាជិះគ្នានឹងសាច់សប្បាយភ្លាមនោះមាននរណាម្នាក់មកពីខាងក្រៅចូលមកបរិយាកាសរស់រវើកភ្លាមនោះបានប្រែក្លាយទៅជាមនុស្សបានកកនៅក្នុងពេលវេលាគាត់ជាក្មេងស្រីបងប្រុសច្បងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងភូមិពួកចៅបានឃើញរឿងនេះវិញ្ញាណអាក្រក់ទាំងអស់បានរកឃើញហេតុផលមួយតាំងពីចាក់ចេញមកមានតែមនុស្សម្នាក់គត់ដែលនៅសល់បងប្រុសបង្គាខ្វាក់នោះបើកមាត់របស់អ្នកហើយទុកឲ្យបង្គាមាលក្មេងនោះមិនបាននិយាយតបវិញទេហើយគ្រាន់តែចាប់បន្ទាប់ពីអ្នកបានយកកាំបិតរបស់គាត់រួចអ្នកនឹងត្រូវធ្វើឲ្យកាំបិតរបស់អ្នកមកការបើកបរលឿនពេកអាចធ្វើឲ្យខ្លួនឯងរងរបួសយ៉ាងងាយវ៉ាន់ស៊ីវីកាន់ស្រាមួយកំសៀវដើរចេញហើយមកក្បែរម៉ាគូជេកជាមួយសេះពេលកំពុងដើរលេងអ្នកបានដេកលក់នៅពេលយប់ហើយបង្គាត្រូវបានគ្រប់ដោយភួយគោលាន់មួយបានធ្វើឲ្យគាត់ភ្ញាក់ឡើងគាត់បានចាក់កាបូបចូលទៅក្នុងក្រុមប្រឹក្សាភិបាលភីបានបញ្ជាក់ថាគ្មាននរណាម្នាក់បានរត់ពីខ្លួនគាត់ក៏ក្រោកឈរឡើងហើយរៀបចំខ្លួនចេញទៅតែភ្លាមនោះនៅលើអាកាសភ្លាមនោះសម្លេងបង្ហូរឈាមមួយបានបន្លឺឡើងគាត់ខឹងយ៉ាងខ្លាំងដែលដឹងថាមានអ្វីមួយខុសប្រក្រតីហើយគាត់ណាស់មានមនុស្សនៅពេលដែលពួកគេប្រញាប់ប្រញាល់ចូលទៅក្នុងទីធ្លាប៉ះវាពេលវាងាប់វាគឺជាបងប្រុសរបស់ក្មេងស្រីនោះឈ្មោះបង្គាបារម្ភថាក្មេងស្រីនោះប្រញាប់ចូលផ្ទះក្មេងប្រុសនោះបានទៅរកក្មេងស្រីនៅក្នុងទីងឹតសម្លៀកបំពាក់ពណ៌ខៀវបៃតងដាក់នៅលើតុក្មេងនោះនៅស្ងៀមមុខរបស់គាត់ពោពេញដោយឈាមស្នាមប្រឡាក់ទឹកភ្នែកពិតជានៅលើបង្គាមែនមួយសន្ទុះក្រោយមកពួកគេក៏ចាក់ចេញទៅក្រុមបរិសុទ្ធដែលប្រញាប់ប្រញាល់ចូលទៅក្នុងហាងលក់ស្រាគាត់ឈ្មោះយូវិនយីងគ្រូសាយូវិនចៅហ្វាយវ័យក្មេងទី2ជាផ្លូវក្រមដីធំជាងគេនៅលួយក្រុមនេះតែងតែធ្វើរឿងដែលមិនអាចទទួលយកបានបងប្រុសច្បងរបស់ក្មេងស្រីនោះខ្ញុំធ្លាប់ធ្វើអ្វីសម្រាប់ពួកគេពីមុនដើម្បីកុំឲ្យខ្ញុំទុកផុសតាងយួនយីងជូឃាតកម្មដើម្បីបំបិតមាត់សាក់សីគាត់ធៀបនឹងដាក់បណ្ដាសាលើក្មេងស្រីនោះមីបានស្ទុះមករកវាភ្លាមស្វាមីបានបីក្មេងស្រីនោះហើយមិនអើពើនឹងអ្វីទាំងអស់គាត់បានស្ទុះទៅរកពួកចៅដើម្បីជួយសង្គ្រោះបងប្រុសរបស់គាត់ពីការឃុំឃាំងរបស់ក្នុងចំណោមភាពវឹកវរនៃសមរភូមិនោះគឺមាននៅពេលនោះបរិសម្នាក់កាន់ទំពូ2មនុស្សចម្លែកចូលមកក្នុងឈុតឆាកពី3ជុំបន្ទាប់មកចាក់សោបំពង់នឹងស្គររបស់បងប្រុសច្បងបងប្រុសជូបានព្យាយាមអស់ពីសមត្ថភាពហើយប៉ុន្តែបរាជ័យគាត់អាចត្រឹមតែមើលដោយអស់សង្ឃឹមឃើញក្មេងស្រីត្រូវគេអូសចេញពួកគេក៏មិនអាចគេចផុតពីសេចក្តីស្លាប់បានដែរជួបគ្នាបន្ទាប់ពីដឹងការពិតបរិសខ្វាក់ដែលធ្លាប់រស់នៅនឹងស្លាប់គាត់មិនមានបំណងជ្រៀតជ្រែកនៅថ្ងៃបន្ទាប់ទេពួកគេបាននាំជនល្មើសទៅការិយាល័យរដ្ឋាភិបាលការទាមទាររង្វាន់ដំបូងគឺជាអ្វីទាំងអស់វាអាចបញ្ចប់នៅទីនេះឬវាអាចនៅជិតមុនពេលចាក់ចេញគាត់បាននិយាយដោយមិនអាចបញ្យល់បានគាត់បាននិយាយវាដោយធម្មតាដោយនិយាយថាអូត្រូវហើយចិត្តណាលក់ស្រាដល់គ្រួសារទាំងមូលតើវាជារឿងខ្មោចទេដែលនរណាម្នាក់ខ្លាចជា paparazzi មនុស្សខ្វាក់ភ្នែកឲ្យតើអ្នកកំពុងធ្វើអ្វីជាមួយធុងទឹកដែលខូចនេះមិនអាចដុតស្រាបានដោយចិត្តណាលក់វាពីពេញប្រទេសតើក្រុមគ្រួសាររបស់អ្នកអនុញ្ញាតឲ្យនរណាម្នាក់ខ្លាចជាអ្នកថតរូប paparazzi តែពីរឿងផ្ទាល់ខ្លួនដោយសម្លេងរៀបស្មើវាបានបង្ហាញពីសោកនាដកម្មដ៏គួរឲ្យភ្ញាក់ផ្អើលមួយពេលដូច្នេះនីនគរបាលក៏បាននាំគាត់ចេញទៅជាពលរដ្ឋបានមកដល់កន្លែងកើតហេតុហើយបានឆែកឆេរអ្នកក្រមបង្គាប់ដែលបានរកឃើញនៅកន្លែងកើតហេតុសម្លឹងមើលដាវរបស់យូវិនយីងមុខរបស់អធិការអ្នកលេចភ្លាមខ្ញុំយំតើអ្នកនឹងទៅពេលណាបុរសនោះនៅឯណាខ្ញុំនឹងជំនួសកន្លែងគាត់មុនចូលយើងបញ្ចុះនាងហើយឈប់ធ្វើរឿងបែបនេះទៅស្ត្រីក្មេងនោះសម្លឹងមើលដោយមិនជឿជាមួយនឹងសាក្សីនិងភស្តុតាងជាក់ស្ដែងទាំងអស់តើអ្នកចង់មានន័យយ៉ាងណាខ្ញុំគ្រាន់តែចង់បានយុត្តិធម៌ច្បាស់ជាមិនគួរឲ្យជឿជាក់ទេប៉ូលីសស្រីអាចបង្កើតបានតែប៉ុណ្ណឹងហេតុផលមួយត្រូវបានប្រើដើម្បីចង់នាងគាត់ដឹងថាគាត់មិនអាចផ្ដល់ឲ្យក្មេងស្រីនៅអ្វីដែលនាងចង់បានហេតុផលប៉ុន្តែយ៉ាងហោចណាស់វាអាចត្រូវបានរក្សាទុកជីវិតរបស់ក្មេងស្រីនិងក្រុមពួកគេបាននាំក្មេងស្រីនោះបង្គាបានបិទផ្លូវអ្នកនិងខ្ញុំសុទ្ធតែដឹងពីអ្វីដែលបានកើតឡើងគាត់ឈឺចាប់គ្រប់គ្រាន់ហើយមិនចាំបាច់ជប់លេងសាច់ទៀតទៅមន្ត្រីប៉ូលីសដែលមុនសិការបស់គាត់ត្រូវបានធ្វើទីស្រែកដាក់បង្គាកុំឲ្យមានម្រាមដៃនៅក្នុងនំទោះជាយ៉ាងណាក៏ដោយស្ត្រីនោះបានផឹកពីបង្គាចាប់ផ្ដើមជាមួយនឹងស្រាមួយកំសៀវពីកុមារភាពនេះគាត់នឹងជ្រៀតជ្រែកក្នុងរឿងតូចតាចណាមួយជាស្បែកជើងដែកដ៏ល្បីឈ្មោះជំនាញរបស់អ្នកនិពន្ធរឿងភាគនៅឆ្ងាយពីពួកគេអាចប្រៀបធៀបទៅនឹងមន្ត្រីប៉ូលីសធម្មតាជាពិសេសឆ្អឹងដែលលេចចេញទាំងពីរនោះដៃដ៏ខូខើនិងរហ័សរហួនក្នុងចលនារបស់ពួកគេមានតែពួកគេបានប្រយុទ្ធគ្នាក្នុងរយៈពេលត្រឹមត្រូវប៉ូលីសបានដួលទៅលើដីហើយមិនអាចក្រោកឈរឡើងបានមានតែនីនគរបាលម្នាក់ប៉ុណ្ណោះដែលនៅសេសសល់បង្គាឲ្យតើនេះជាការនិយាយបែបណាអ្នកមិនអាចបញ្ឆោតខ្ញុំបានទេបង្គាអាចខ្វាក់ភ្នែកតែរូបរាងមិនខ្វាក់ទេតែចិត្តវាស្លូតបូកយើងហ៊ានដើរកាត់សំបីតែទឹកជ្រៅបំផុតបន្ទាប់ពីទាញក្មេងស្រីនោះចេញហើយបង្គាក៏បានគាត់បាននាំនាងទៅដល់លូយ៉ាងនឹងវិធីសាស្ត្រនៃទីជ្រៅបំផុតវាត្រូវបានប្រគល់ឲ្យនាងមុនពេលបែកគ្នាក្មេងស្រីនោះបានផឹកស្រាមួយកែវចុងក្រោយត្រូវបានប្រគល់ឲ្យបង្គានោះបានបាត់ខ្លួននៅទីបំផុតគាត់បានចូលរួមជាមួយហ្វូងមនុស្សចាក់ចេញពីទីក្រុងដ៏មានញឹកបង្គាបានមកដល់សាលតន្ត្រីមួយកូនក្រមុំបានរុញឆ្មាចូលហើយឃើញនៅពីក្រោយដំបងនៅពីក្រោយទ្វារមុខស្នាមញឹមមួយបានលេចឡើងនៅលើមុខរបស់គាត់នាងបានបិទកន្សែងមួយពីលើខ្លួនដោយគិតយ៉ាងល្អិតល្អន់បានលូកដៃចេញមកដោយធម្មជាតិការចាប់យកអ្នកទាំងពីរប្រៀបដូចជាគូស្នេហ៍ចាស់មួយគូប្រពន្ធខ្ញុំបានជេរគ្នាលេងអំពីរឿងថ្មីរបស់នាងរឿងដែលបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយកូនក្រមុំបានស្ដាប់បង្គាប្រមូលព័ត៌មានអំពីជនរត់គេ